ឧបសគ្គសំខាន់របស់យើងទី1គឺដំបូងគេប្រចាំថ្ងៃគឺនៅពេលដែលយើងក្រោកពីគេងហ្នឹងអញ្ចឹងនៅពេលដែលយើងក្រោកពីគេងមានមនុស្ស2នាក់ចាំផ្ដល់ទីប្រឹក្សាឲ្យយើងទីប្រឹក្សាទី1គឺលោកសុកហើយទីប្រឹក្សាទី2គឺលោកសុយអ្នកខ្លះពេលខ្លះទីប្រឹក្សាលោកសុកបានទៅផ្ដល់យោបល់មុនអ្នកខ្លះទៅផ្ដល់ឱកាសឲ្យលោកសុយទៅផ្ដល់យោបល់មុនលោកសុយគាត់ផ្ដល់យោបល់ថាលោកម្ចាស់កុំអាក្រក់អីគេងតទៀតទៅគេងពេលព្រឹកគេស្រួលបាទពេលខ្លះក៏ស្ដាប់យោបល់លោកសុយក៏គេងទៀតទៅប៉ុន្តែលោកសុកផ្ដល់យោបល់ថាលោកម្ចាស់ក្រោកឡើងហាត់ប្រាណបាទហាត់ប្រាណសម្អាតរាងកាយបរិភោគអាហារពេលព្រឹកហើយទៅធ្វើកិច្ចការទៀតនេះគឺជាទីប្រឹក្សា2នាក់ដែលតែងតែជួបយើងនៅពេលព្រឹកចុងបញ្ចប់គឺយើងជាអ្នកសម្រេចតើយើងស្ដាប់ទីប្រឹក្សាមួយណាបាទជីវិតយើងបាទឧបសគ្គដំបូងរបស់យើងគឺទី1របស់យើងគឺការក្រោកពីគេងហ្នឹងឯងតើយើងស្ដាប់យោបល់នរណាបាទអញ្ចឹងជីវិតប្រចាំថ្ងៃរបស់យើងគឺឆ្លុះបញ្ចាំងពីពេលព្រឹកឡើងហើយវាលទ្ធផលវាឆ្លុះបញ្ចាំងពេញមួយថ្ងៃថាយើងបានផលប៉ុណ្ណា